ស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកពេចសម្រាប់អ្នកដែលទៅមានសត្វសំណក់តូចមកចិញ្ចឹមលើដំបងអត់ដឹងថាត្រូវមានអីខ្លះចឹងសម្រាប់ដែលអ្នកទៅណាចិញ្ចឹមកូនសំណក់តូចរបស់ចាំមកយើងទេគឺចំណីនេះសម្រាប់អ្នកដែលអត់បានបានណាអាចទិញអានេះមាន1គីឡូហើយ2គីឡូអានេះកូនខ្ញុំយកមកចិញ្ចឹមបាន1ឆ្នាំហើយគាត់ញ៉ាំថានេះគាត់ចូលយ៉ាងហ្នឹងហើយមួយខែយើងអស់ប្រហែលជា1គីឡូហើយនេះគឺនំសម្រាប់ពេលគាត់ញ៉ាំឲ្យហើយឲ្យឬក៏ពេលនៅតែនេះយើងឲ្យញ៉ាំលេងសម្រាប់បរិញ្ញាគាត់ហ្នឹងអានេះពេលយើងដើរទៅតាមផ្លូវសាធារណៈគឺបន្ទប់នំកុំឲ្យគាត់នំពីកន្លែងគេមកគេស្ដីឲ្យយើងអានេះគឺកណ្ដាស់គ្រាប់ទឹកនោមកាលណាទុកគាត់នៅក្នុងផ្ទះយើងដាក់កណ្ដាស់នឹងគ្រាប់ទៅដំបូងយើងត្រូវបរិញ្ញាគាត់សិនឲ្យដឹងថាគាត់ត្រូវនោមត្រូវបត់ជើងកន្លែងណាយើងដាក់នៅក្នុងផ្ទះឲ្យគាត់មានរបៀបហើយនេះគឺខ្សែពាក់នឹងខ្លួនសម្រាប់ពេលយើងនាំកូនគាត់ទៅដើរលេងអញ្ចឹងហើយយើងទិញយកពាក់នឹងខ្លួនមកពួកកូនឆ្កែកាលគាត់ដើរលេងច្រើនគាត់រៀងអារម្មណ៍រំភើបតែយើងទិញមកពាក់នឹងកគឺធ្វើឲ្យកគាត់ធ្វើគាត់មានពេលចង់គួតងោអញ្ចឹងនេះខ្សែនឹងគាត់ដើរលេងយើងចង់មួយគ្នាមកអានេះយើងមានតពួកនេះមកយើងដាក់កັບចូលគ្នាមកយើងមានតពួកអញ្ចឹងហើយយើងសោកហើយដាក់នេះចូលមកដល់គាត់ដើរលេងបានហើយសម្រាប់កូនសម្រាប់មករបស់យើងត្រូវការចំណាយពេលវេលាដើម្បីបរិញ្ញាគាត់ព្រោះម៉ាបងទៅឲ្យគាត់ស្គាល់ឈ្មោះគាត់ទៅហៅគាត់ទៅមករយយើងឲ្យចំណេញព្រោះម៉ានេះទៅមកអានេះសេរីកាមេរ៉ាតិចមើលដំបងបរិញ្ញាសំខាន់គឺគាត់ស្គាល់ឈ្មោះគាត់មកព្រោះម៉ាអានេះព្រោះម៉ារបស់ឲ្យកូនសំណក់មើលឃើញដំបងគឺទៅបង្ហាញឲ្យឃើញភ្នែកឲ្យបានចំមកគាត់ហត់ណាគាត់ដឹងក្លិនហ្នឹងមកនេះអុយអានេះបរិញ្ញាកូនឆ្កែរបស់យើងត្រូវការភាពអត់ធ្មត់បន្តិចដើម្បីគាត់ស្គាល់បានដឹងអញ្ចឹងអុយដាំឆ្វេងដាំឆ្វេងឆោកវ៉ាល់នឹងចំណាយពេលច្រើនមកបានចេះប៉ុណ្ណឹងយកចូលសាលាគេអស់លុយច្រើនណាបើយើងមានពេលនៅផ្ទះហ្នឹងអាចចំណាយពេលបរិញ្ញាគាត់ទៅហើយយើងមកការភាពចិត្តស្និទ្ធស្នាលជាមួយនឹងកូនសម្លាប់របស់យើងផងហើយពេលខ្លះបើសិនជាយើងមានពេលអាចពេលព្រឹកឬក៏ពេលល្ងាចដឹកគាត់ដើរលេងបាន5-10នាទីទៅដើម្បីឲ្យគាត់មានសុខភាពល្អហើយឲ្យគាត់សុខចិត្តកុំឲ្យនៅផ្ទះយូរ stress ពេកគាត់អាចជួងរោមច្រើនឬក៏កើតនៅជាជំងឺផ្សេងម៉ានេះកុយម៉ាកុយម៉ាម៉ាកុយម៉ាvô ngồi nữa này mà vô ngồi lớn ngồi đấy này coi bây giờ con thật trái dương và nhằm ao rồng quan quạt liềm cho mình còn đang coi trời phần nắng sờ rằm
ថ្ងៃហ្នឹងមានការចែកនៅប៉ុណ្ណឹងអរគុណច្រើនបាយបាយ